តែល្ងាចឡើងមេឃរៀងត្រជាក់នឹកឃើញឃ្លានគោឡើងភ្នំគោចុះផ្ទះចុះអីណាប៉ុន្តែវាមិនចេញគោឡើងភ្នំគោចុះផ្ទះតែចេញមុខម្ហូបគោចុះឆ្នាំងរបស់ខ្ញុំនេះគឺដោយសារតែយើងអត់មានផ្ទះហើយនឹងភ្នំមានតែឆ្នាំងធំប៉ុណ្ណេះឯងហើយនិយាយថាឆ្នាំងឡើងប៉ុណ្ណាណីតែបើសាច់ហើយនឹងបន្លែវិញបន្តិចមួយចំពោះទឹកស៊ុបវិញគឺខ្ញុំអត់មានដាក់អីទេបងប្អូនទាំងអស់គ្នាទឹកស៊ុបរបស់ខ្ញុំគឺខ្ញុំដាំឲ្យទៅពុះទៅយើងដាក់ជាប្រភេទសារាយសមុទ្ររបស់ជប៉ុនណាយើងដាក់ឲ្យចេញជាតិហើយយើងស្រង់សារាយនោះចេញទៅគឺយើងដាក់បន្លែប្លុកសាច់របស់យើងមានតែប៉ុណ្ណេះឯងបើយើងមានស្ពៃមានអីទៀតដាក់រឹតតែឆ្ងាញ់ប៉ុន្តែខ្ញុំមានតែប៉ុណ្ណេះហើយចំពោះទឹកជ្រលក់របស់ខ្ញុំមានទឹកល្ងហើយមានទឹកត្រីកោះកុងយើងដែរណាប្រភេទស៊ុបអញ្ចេះភាសាជប៉ុនគេហៅថា shabu shabu ហើយចំពោះបន្លែយើងដាក់មានដូចជាស្ពៃក៏បានស្ពៃបកគោទៅផ្សិតទៅហ៊ូទៅមានបន្លែកាន់តែច្រើនកាន់តែឆ្ងាញ់